各位同学，大家好，欢迎你们来到我们的中文班。ចឹងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់ថ្នាក់បង្រៀនភាសាចិនរបស់ខ្ញុំបាទចឹងហើយថ្ងៃនេះដែរខ្ញុំនឹងលើកឡើងនៅប្រយោគ HSK 2ការសន្ទនារវាង A និង B ឲ្យបងប្អូនទាំងអស់គ្នាចឹងហើយកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមចូលនៅប្រយោគរបស់យើងទាំងអស់គ្នាចឹងខ្ញុំសូមចាក់នៅសំឡេងជនជាតិដើមគាត់សន្ទនាឲ្យបងប្អូនយល់កាន់តែច្បាស់休息一下吧，喝咖啡吗？不喝了，我已经喝2杯了。是呀，咖啡喝多了对身体不好。以后我少喝一点，每天喝1杯。ចឹងខ្ញុំសូមចាក់ម្ដងទៀត休息一下吧，喝咖啡吗？不喝了，我已经喝2杯了。是呀，咖啡喝多了对身体不好。以后我少喝一点，每天喝1杯。ចឹងហើយខ្ញុំក៏បានចាក់នៅសំឡេងជនជាតិដើមគាត់សន្ទនាចប់ហើយចឹងហើយមុននឹងចូលទៅដល់ការបកស្រាយ clear ហ្នឹងខ្ញុំសូមអានម្ដងទៀតចៃកងsư休息一下吧សម្រាប់ C នេះគឺសំឡេងទី2អញ្ចឹងសូមបងប្អូនកែដាក់សំឡេងទី2មកសម្រាប់ E សាក់ហ្នឹង E ក៏សំឡេងទី2ដែរអញ្ចឹងសូមបងប្អូនកែដាក់សំឡេងទី2មក休息一下吧សម្រាប់ប៉ែនេះគឺមានន័យអីទេយើងបាច់អានក៏បានដែរ休息一下吧喝咖啡吗不喝了我已经喝2杯了是啊咖啡喝多了对身体不好以后我少喝一点每天喝1杯បាទចឹងហើយមុននឹងចូលដល់ការបកស្រាយនៅប្រយោគហ្នឹងខ្ញុំសូមបកស្រាយពាក្យនីមួយៗឲ្យបងប្អូនយល់កាន់តែច្បាស់សិនចឹងហើយយើងចូលដល់ពាក្យយើងទី1 siêu xí យើងប្រែថាសម្រាកសម្រាប់ C នេះគឺសំឡេងទី2អញ្ចឹងសូមបងប្អូនកែដាក់សំឡេងទី2មក siêu xí យើងប្រែថាសម្រាក咖啡យើងប្រែថាកាហ្វេយើងផឹកហ្នឹងអញ្ចឹងយើងចូលដល់ពាក្យបន្ទាប់ទៀតអ៊ីជីងយើងប្រែថាបានឬក៏រួចហើយអញ្ចឹងចូលដល់ពាក្យបន្ទាប់ទៀតសឺនធីយើងប្រែថាសុខភាពឬក៏រាងកាយសឺនធីសុខភាពរាងកាយពាក្យហ្នឹងវាប្រែបាន2អត់ខុសទេអញ្ចឹងចូលដល់ពាក្យបន្ទាប់ទៀតអ៊ីហូក្រោយមកអញ្ចឹងប្រែថាក្រោយមកឬក៏ក្រោយពេលក្រោយមកឬក៏ក្រោយពេលឬក៏លើកក្រោយក៏បានដែរអញ្ចឹងចូលដល់ពាក្យបន្ទាប់ទៀត每天យើងប្រែថារាល់ថ្ងៃពាក្យមួយទៀតធានអក្សរនេះអក្សរធានហ្នឹងយើងប្រែថារាល់ថ្ងៃដែរ每天ក៏រាល់ថ្ងៃធានក៏ប្រែថារាល់ថ្ងៃដែរអញ្ចឹងយើងចូលដល់ប្រយោគរបស់យើងចៃកងsưចៃហ្នឹងយើងប្រែថាកំពុងឬក៏នៅកងsưយើងប្រែថាក្រុមហ៊ុនអញ្ចឹងយើងបូកចូលគ្នាមកចៃកងsưយើងប្រែថានៅក្រុមហ៊ុន休息一下吧សម្រាប់ពាក្យប៉ែនេះមានន័យបាច់អានក៏បានដែរបងប្អូនបាច់អានក៏បានដែរអញ្ចឹងសៀវស៊ីយើងប្រែថាសម្រាប់ស៊ីសំឡេងទី2អ៊ីសាក់ហ្នឹងក៏សំឡេងទី2ដែរសៀវស៊ីសម្រាប់អ៊ីសាក់យើងប្រែថាបន្តិចអ៊ីសាក់បន្តិចសម្រាប់ប៉ែនេះអត់ន័យទេហើយើងប្រែថាផឹកកាហ្វេយើងប្រែថាកាហ្វេម៉ាយើងប្រែថាទេឬក៏ដែលទេចឹងកន្លែងមុនដំបូងនេះយើងបកប្រែថាសៀវស៊ីអ៊ីសាប់យើងបកប្រែថាសម្រាប់បន្តិចអត់ហើកាហ្វេម៉ាផឹកកាហ្វេអត់ចឹងខ្ញុំអានម្ដងទៀតសៀវស៊ីអ៊ីសាប់ហើកាហ្វេម៉ាបានន័យថាសម្រាប់បន្តិចអត់ផឹកកាហ្វេអត់សម្រាប់បន្តិចអត់ផឹកកាហ្វេអត់ឬក៏សម្រាប់បន្តិចអត់ផឹកកាហ្វេឬចឹងក៏បានដែរពាក្យប្រែចឹងក៏បានដែរចឹងចូលដល់ប្រយោគ B ពុហល我已经喝2杯了ពុហលពុយើងប្រែថាមិនឬក៏ទេហើយើងប្រែថាផឹក
chẳng dừng bông cho con niêm á phụ hơ bạn đây thèm mình phật lỡ nó nghiệp ra thà hơi được có bền phụ hơ lỡ dừng ra thà ót phật hỏi được có ót phật tê của bạn này của ý chín bạn đây thà nhóm bèn của nó bên đây thà nhóm ý chín dừng ra thà bèn được có mối tiết dừng ra thà rụi hai của bạn này rau còn ổn dừng ra thà bèn của bèn rụi hai của bạn hơ dừng ra thà phật lẻng lẻng dừng ra thà pì lẻng bay bạn đây thà pi kèo lỡ lỡ những bài thả bán được có hỏi chẳng những bộ cho niêm á của ý chín hơ lẻng bay lỡ bạn đây thả nhóm bán phật ở pi kéo hỏi phụ hơ lỡ của ý chín hơ lẻng bay lỡ bạn đây thả ở phật tề nhóm bán phật pi kéo rồi hỏi ở phật tề trong bán phật pi kéo rồi hỏi chẳng những chỗ đó phim tọa tiết xưa咖啡喝多了对身体不好 xưa dừng ra là bẹt sำหรับ é bên đây bệnh én của bên này sữa dừng ra là bẹt trái cứ được có cứ chia sำหรับ น้องนี้ dừng ra là bẹt được có ok của bên này dừng ra là bẹt của bên này cà phê cà phê bên đây là cà phê hơ to lợ hơ bên này phật to dừng ra là chờ lợ dừng ra là hỏi được có bên hơ to lợ cà phê hơ to lợ bên đây là cà phê phật trào nói tuổi sơn thì tuổi người ta đã trâu rửa trong buộc sơn thì người ta đã sọc phiệp được có riêng cài phụ hảo bên đây thèm mình ổ chẳng những bộ cho niêm á cà phê hơ to lợ tuổi sơn thì phụ hảo bên đây thèm cà phê cứ giờ phát trá nó cứ tuổi sọc phiệp như ngọn ổ xưa cà phê hơ to lợ tuổi sơn thì phụ hảo bên đây thèm bẹt cà phê phát trá nó thua rồi sọc phiệp dương ọt ổ chẳng cho đọc dụng đồng dục tập tiết dục bảy以后我少喝一点儿每天喝一杯以后những bài đặt rồi mất được rồi biểu của những bài đặt nhom sáu và đây là tịch hơ những bài đặt phật ít tiếng những bài đặt bằng tịch สำหรับពាក្យនេះអត់មានន័យទេសម្រាប់ x នេះគឺសម្លេងទី4អញ្ចឹងបងប្អូនកែដាក់សម្លេងទី4នោះគឺ n ស្កត់មកខំ y ទៀតយើងប្រើបន្តិចអញ្ចឹងបូកចូលគ្នាមក y ហូវសោហ y ទៀតអញ្ចឹងបានន័យថាអញ្ចឹងក្រោយមកខ្ញុំកាត់បន្ថយផឹកបន្តិចអញ្ចឹង每天喝一杯 x ហ្នឹងគឺសម្លេងទី4每天喝一杯បានន័យថារាល់ថ្ងៃផឹកមួយកែវវិញបានន័យថាគាត់និយាយថាគាត់កាត់ចឹងគាត់កាត់បន្ថយផឹកអីចឹងគាត់ឈប់ផឹកច្រើនគាត់ផឹកតែមួយថ្ងៃមួយកែវវិញចឹងយើងបកប្រែមកអញ្ចឹងក្រោយមកកាត់បន្ថយការផឹកបន្តិចចឹងរាល់ថ្ងៃផឹកតែមួយកែវទេផឹកតែកាហ្វេមួយកែវវិញចឹងបើយើងបកតាមពាក្យរាល់ថ្ងៃផឹកមួយកែវតែបើយើងបកឲ្យយល់ផឹកតែរាល់ថ្ងៃតែមួយកែវវិញចឹងយើងចូលដល់ប្រយោគរបស់យើងវិញចៃកងsưនៅក្រុមហ៊ុនsiêu sĩ sếp hơ cà phê បានន័យថាប្រយោគ A នេះក៏សួរ B ក៏សួរថាសម្រាប់បន្តិចអត់ផឹកកាហ្វេអត់ហើយប្រយោគ B ក៏ឆ្លើយវិញថាពុហឺលវ៉已经喝2杯了 B ក៏ឆ្លើយថាអត់ផឹកទេខ្ញុំបានផឹក2កែវរួចហើយចាហើយ B ប្រយោគ A ក៏សួរទៀតគាត់ឆ្លើយសួរមកទៀតសឿ咖啡喝多了对身体不好ប្រយោគ A គាត់ឆ្លើយថាបែតកាហ្វេគឺវាផឹកច្រើនធ្វើឲ្យសុខភាពរបស់យើងអត់ល្អអញ្ចឹង B គាត់ឆ្លើយទៀតថា以后我少喝一点儿每天喝一杯អញ្ចឹង B គាត់ឆ្លើយថាអញ្ចឹងក្រោយមកខ្ញុំកាត់បន្ថយផឹកអញ្ចឹងមួយថ្ងៃរាល់ថ្ងៃខ្ញុំផឹកតែមួយកែវអញ្ចឹងឬក៏មួយថ្ងៃផឹកតែមួយកែវផឹកតែកាហ្វេហ្នឹងមួយកែវលែងផឹក2កែវដូចមុនចឹងសូមអានម្ដងទៀតមុននឹងទៅដល់ការបញ្ចប់ចៃកងsư
siêu喜self 喝咖啡吗？不喝了，我已经喝2杯了。是啊，咖啡喝多了对身体不好。以后我少喝一点儿，每天喝1杯. Bài ví dụ bao nhiêu bạn có bên em chọn bài chẳng hay có xong chẳng hay có សម្រាប់ដែលបងប្អូនអត់យល់សូមបងប្អូន comment ខាងក្រោមផងពេលដែលខ្ញុំឃើញខ្ញុំនឹងតប comment កាន់បងប្អូនវិញchẳng hay វីដេអូរបស់ខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនោះដែរអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ chẳng hay វីដេអូរបស់ខ្ញុំបាទក៏សូម